បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូអំពី Tele ម៉ាស៊ីនត្រជាក់ទៀតហើយតែវីដេអូមុនខ្ញុំបានលើកនិយាយអំពី Tele 1000មុខនិង Tele ប្រភេទ Panasonic ពួកប្រភេទតូចនេះហើយខ្ញុំនៅមានវីដេអូមួយទៀតនិយាយអំពី Tele ម៉ាស៊ីនត្រជាក់ម៉ាក Samsung ម្ដងប៉ុន្តែខ្ញុំយកមុខងារTele ប្រភេទអស់នេះមកហើយខ្ញុំនៅមាន Tele Pana Samsung LG អីផ្សេងទៀតប្រភេទផ្សេងទៀតសម្រាប់ណែនាំបងប្អូនអ្នកប្រើប្រាស់ដែលគាត់មិនទាន់ចេះប្រើឬមួយក៏គាត់ចុចទៅជាប់ម៉ូដអីផ្សេងអ្នកធ្វើម៉ាស៊ីនត្រជាក់របស់គាត់មិនត្រជាក់បងប្អូនអាចមើលវីដេអូនេះបានបាទចំពោះ Tele នេះគឺខាងឆ្វេងដៃខាងលើនេះគឺកន្លែងបិទបើកប៉ុន្តែវារលុបបាត់ទៅហើយសម្រាប់បិទនិងបើកគឺប្រើតែមួយទេហើយសម្រាប់ខាងនេះគឺកន្លែងម៉ូដ cold ម៉ូដក្តៅម៉ូដខ្យល់ម៉ូដអីហ្នឹងហើយកន្លែងនេះសម្រាប់សេរីសីតុណ្ហភាពសញ្ញាបូកនិងសញ្ញាដកនេះអញ្ចឹងនៅខាងនេះកន្លែងប្លោះកដាលរូបនេះហ្នឹងអាហ្នឹងកន្លែងស្លាកបង្ហាលវារីឡើងលើចុះក្រោមហើយកន្លែងខាងស្ដាំនេះ fan នេះគឺជាកន្លែងសេរីកម្លាំងកង្ហាលហើយចំណែកផ្នែកខាងក្រោមនេះខ្ញុំនឹងបញ្ជាក់នៅវីដេអូក្រោយទៀតខ្ញុំសូមលើកឡើងតែការប្រើប្រាស់ Tele ប្រភេទនេះសិនសម្រាប់បងប្អូនដែលគាត់មិនចេះប្រើសម្រាប់បងប្អូនអ្នកប្រើផ្ទាល់សម្រាប់ជាងគាត់ប្រកាសជាចេះប្រើហើយអញ្ចឹងយើងចុចបើកមកនៅលើម៉ាស៊ីនត្រជាក់វាជាប់ថាម៉ូដ cold អញ្ចឹងម៉ូដនេះគឺជាម៉ូដត្រជាក់ cold ហ្នឹងគឺត្រជាក់បាទ COOL ហ្នឹងបាទហើយកន្លែងម៉ូដនេះបើសិនជាវាជាប់មកត្រៃចេះបាទអក្សរ D នេះបាទអក្សរ DRI ហ្នឹងអានឹងត្រៃហ្នឹងគឺវាអត់ត្រជាក់ទេបាទគឺម៉ាស៊ីនវាត្រៃហ្នឹងគេថាស្ងួតបកប្រែមកអញ្ចឹងខ្ញុំមិនសូវចេះភាសាអង់គ្លេសដែរបាទខ្ញុំអាចយល់ខ្លះអញ្ចឹងណាហើយបើសិនជាម៉ូដ fan នេះគឺម៉ូដចេញតែខ្យល់ទេអញ្ចឹងម៉ូដហ្នឹងក៏វាមិនត្រជាក់ដែរបើសិនជាបងប្អូនដេកកិនឬក៏កូនក្មេងចុចលេងអីគឺវាអត់ត្រជាក់ទេជាប់ម៉ូដនេះទោះបីម៉ាស៊ីនត្រជាក់វាដំណើរការក៏ដោយគឺវាមិនត្រជាក់ទេបើសិនជាជាប់ Tele ប្រភេទនេះលេខfunction ប្រភេទនេះហើយយើងចុចម៉ូដមួយទៀតមកម៉ូដនេះអក្សរនេះគេហៅ heat ចឹងមែនទេវាមិនត្រជាក់ដែរបាទគឺវាមិនមានជាត្រជាក់ចេញមកទេគឺដូចជា compressor វាមិនដំណើរការទេអញ្ចឹងជាទូទៅបងប្អូនប្រើម៉ូដ auto នេះឬក៏ម៉ូដ cold ម៉ូដ auto នេះខ្ញុំសូមបញ្ជាក់ថាដូចជាប៉ាណាឬក៏មុនដែរម៉ូដ auto នេះបើសិនជាបងប្អូនចង់សេរីសីតុណ្ហភាព20អញ្ចឹងគឺក្នុងបន្ទប់បងប្អូនសីតុណ្ហភាពវា20អង្សាសេគឺវានឹងផ្ដាច់ហើយអញ្ចឹងទោះតែវាឡើងដល់21 22អីទៀតទៅវាលេងមកជា20គឺវានឹងដំណើរការម៉ាស៊ីនត្រជាក់មកវិញទៀតវានឹងចេញចំហាយកន្ទុយក្រោយវាដើរវានឹងចេញចំហាយត្រជាក់មកម្ដងទៀតហើយបើសិនជានេះជាច្រើនគេប្រើតែ auto និង cold ទេក៏ប៉ុន្តែ mode auto នេះគឺវាងាយស្រួលសម្រាប់បងប្អូនដែលចង់បានសីតុណ្ហភាពនៅក្នុងបន្ទប់20ឬក៏24ថេអញ្ចឹងទៅមិនឲ្យចុះក្រោមហ្នឹងបងប្អូនដាក់ mode auto នឹងប្រើប្រាស់ទៅហើយជាទូទៅសម្រាប់ខ្ញុំអត់សូវប្រើ auto ទេខ្ញុំប្រើពីច្រើនខ្ញុំប្រើតែ cold តែម្ដងឬក៏បងប្អូនអញ្ចឹងដែរអញ្ចឹងបងប្អូនដាក់ mode cold នេះហើយខ្ញុំនឹងបង្ហាញទៀតថាមុខងារទៀតបាទកន្លែងនេះគឺជាសេរីសីតុណ្ហភាពកាន់តែខ្ពស់កាន់តែលេងសូវត្រជាក់អានេះកន្លែងនេះកម្លាំងកង្ហាលដូចបងប្អូនដាក់1កាំអញ្ចឹងវាវិលខ្សោយទេបាទហើយអានេះចុច2កាំទៅវិលរៀងខ្លាំងតិចទៅ3កាំកាន់តែខ្លាំងអញ្ចឹងទៅអញ្ចឹងវាមាន3កាំបាទហើយចំពោះមុខងារនៅខាងក្រោមនេះខ្ញុំសូមមិនបង្ហាញទេខ្ញុំនឹងធ្វើវីដេអូក្រោយទៀតថាមុខងារនៅខាងក្រោមហ្នឹងគេប្រើសម្រាប់អីសោះមុខងាររបស់វានេះបាទនេះបាទខ្ញុំចុចបងប្អូនមើលវាមាន two step មាន fast មាន comfort បាទមានអីអស់ហ្នឹងបាទប៉ុន្តែខ្ញុំអត់បង្ហាញទេវីដេអូក្រោយខ្ញុំនឹងបញ្ជាក់ប្រាប់បងប្អូនម្ដងទៀតអញ្ចឹង Tele Samsung នេះយើងប្រើតែប្រមាណមុខងារនៅខាងលើទេដើម្បីបងប្អូនងាយស្រួលប្រើកុំឲ្យពេលដែលបងប្អូនប្រើជាប់ម៉ូដត្រៃម៉ូដ cold ម៉ូដត្រៃឬក៏ម៉ូដកង្ហាលអីទៅបងប្អូនហៅជាងទៅដោះទៅគាត់ទៅដោះគឺគាត់នឹងគិតសេវាព្រោះអីគាត់ប្រើពេលវេលារបស់គាត់ទៅដែរអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងទេហើយវគ្គក្រោយខ្ញុំនឹងបង្ហាញពី Tele Pana ទៀតហើយចំពោះ Tele 1000មុខ